សួស្តីអ្នកគ្នានឹងយកមកសម្រាយរឿងរស់នៃស្លាប់ភាគបន្តដល់គ្នាតោះកុំឲ្យរងចាំយូរយើងចាប់ផ្ដើមសាច់រឿងយកតែម្ដងទៅម្ដាយឈិនយូបាននិយាយទៅកាន់ឈីហាងថាប្រសិនបើកូនប្រុសទី2ទទួលឲ្យការពារនាងអ្នកនាងហាងហេតុអ្វីនាងមិនអរគុណគាត់ភ្លាមទៅឈីហាងបន្ទាប់ពីឮបែបហ្នឹងហើយគេក៏និយាយថាល្អឈីហាងរងនឹកទៅអរគុណហើយក៏បានគិតថាឈ្មោះដល់ចម្លែកមួយណាដែលដាក់ថាអ្នកនាងហាងគេគិតបណ្ដាងើបបណ្ដានោះជើងរបស់គេក៏បានក្រិចហើយជីហាងបន្ទាប់ពីឃើញដូច្នេះហើយគេក៏បានគិតក្នុងចិត្តថាចប់ហើយជើងរបស់ខ្ញុំបានបាក់ហើយភ្លាមនោះឈិនមីនបានមកត្រឈីហាងតែក៏មើលដៃអ្នកគ្នាដៃគេចាប់ជឿថាចាប់ចំរបស់សំខាន់តែម្ដងបើសិនជាមនុស្សស្រីតែបែរជាជីហាងហ្នឹងគឺជាមនុស្សប្រុសតែម្ដងហើយក៏ខ្លាចជារូបភាពដ៏មានថារូបភាពកម្រមួយដាក់ទៅឡើងស្អាតហ្មងមុខជីហាំងយើងឡើងក្រហមជីហានបានគិតក្នុងចិត្តថាអូអត់ទេខ្ញុំគិតថាខ្ញុំភ្លេចពាក់ឲ្យត្រណប់ហើយគេគិតទាំងខ្លួនគេបានចេញពីឈិនឈិនមីនតែក៏មើលមុខឡើងខ្មៅក៏ហើយមិនមែនឡើងខៀវមកឈិនមីនបន្ទាប់ពីជីហាងចេញពីខ្លួនភ្លាមបែបនេះហើយគេក៏មានការកាំងយោបល់តែម្ដងកាំងបន្តិចតែម្ដងណាឈីហាងក៏បន្តគិតទៀតថាប្រសិនបើគាត់សង្ស័យខ្ញុំនឹងនិយាយថាគ្រួសាររបស់ខ្ញុំក្រីក្រហើយខ្ញុំមិនមានការអប់រំល្អទេឈិនមីនបន្ទាប់ពីបានចាប់កូនភ្នំរបស់ឈីហាងយើងនឹងគេក៏បានមើលទៅកាន់ដៃគេទាំងអត់មាត់កតែម្ដងភ្លាមនោះអ្នកបំរើបាននិយាយទៅប្រាប់អ្នកទាំងអស់គ្នាថាអ្នកប្រុសសៀវស៊ីមកវិញហើយភ្លាមនោះក៏មានជើងមួយបានដើរមករកអ្នកទាំងអស់គ្នាអ្នកបានដើរមកនោះគេមានឈ្មោះថាស៊ីនស៊ីជីនកូនប្រុសបង្ការរបស់ស៊ីនយូស៊ីនជីនបាននិយាយទៅកាន់លោកយាយខ្លួនថាលោកយាយខ្ញុំត្រឡប់មកវិញហើយលោកយាយនឹកខ្ញុំទេអ្នកគ្នាឈ្មោះស៊ីជីននឹងអត់ដូចឈ្មោះដើមរបស់កអញ្ចឹងខ្ញុំហៅសៀវស៊ីតាមតួអង្គតាមឈីហាំងគាត់ហៅបងខ្លួនឯងអ្នកគ្នាព្រោះអីតួអង្គនឹងតមួយឯងជាមួយវិនស៊ីនិងស៊ីនជីវអីគេនឹងគឺតួអង្គតមួយទេអ្នកស្រីលាវបាននិយាយទៅកាន់សៀវស៊ីថាសៀវស៊ីចៅបានសិក្សានៅបរទេសជាច្រើនឆ្នាំមកហើយទោះបីជាចៅមិននៅជិតប៉ារបស់ចៅក៏ដោយពិធីសាសនាចាំបាច់មិនអាចខកខានបានទេចូលមកអុជធូបជូនប៉ារបស់ចៅទៅសៀវស៊ីនិយាយយកព្រមហើយក៏ដើរឆ្លងកាត់ឈីហាងយើងនឹងដើរទៅអុជធូបថ្វាយបង្គំលាឪពុកចុងក្រោយប្រព័ន្ធបានលេចឡើងដោយសពមួយដងថា NPC សំខាន់អាចរកបានសម្រាប់ការជ្រើសរើសលេខ3ជីហាំងបន្ទាប់ពីឃើញដូច្នេះហើយគេក៏គិតក្នុងចិត្តថាសៀវស៊ីប្រព័ន្ធបន្តមកឱកាសទៀតថាម្ចាស់ផ្ទះចូលមកអានអារម្មណ៍របស់អ្នកភ្លាមមកជីហាំងបាននិយាយទៅកាន់ប្រព័ន្ធថាដំបូងបង្អល់គឺសឹងស៊ីមីនបន្ទាប់មកសៀវស៊ីរឿងឈួតអីនឹងពួកគេបានចាប់កំណើតមកជាមួយខ្ញុំមែនទេប្រព័ន្ធក៏បានឆ្លើយតបវិញថានៅពេលដែលប្រព័ន្ធប្រាថ្នាអ្នកត្រូវបានបង្កើតពួកវាកើតឡើងនៅក្នុងឡានជាមួយអ្នកដូច្នេះពួកគេបានខ្ចីវាមកផងដែរពីហើយនិយាយទៅកាន់ប្រព័ន្ធទាំងឆ្ងល់ថាគ្រួសារនេះមានភាពស្មុគស្មាញហើយឯងអាចប្រាប់ពីខ្ញុំពីវាបានទេវាជាការលំបាកពេកសម្រាប់មនុស្សសម័យទំនើបប្រព័ន្ធក៏ចាប់ផ្ដើមបញ្យល់ថាឈិនលាវកាន់អំណាចផ្ដាច់មុខអំណាចនៅគ្រួសារសិនបន្ទាប់ពីសិនយូកូនប្រុសច្បងដែលខ្សោយនឹងគ្រប់គ្រងបានយ៉ាងងាយបន្ទាប់ពីទទួលមរណភាពនាងសង្ឃឹមថាសិនស៊ីជីននឹងក្លាយជាអាយ៉ងបន្ទាប់ប្រព័ន្ធបន្តនិយាយទៅថាមនុស្សនៅសាខាទី2សិនជីនិងសុងហុងមីនជាធម្មតាមិនចង់ឲ្យគ្រួសារសិនធ្លាក់ទៅក្នុងកំណាប់ដៃរបស់មនុស្សស្រីពីគ្រួសារផ្សេងនោះទេដូច្នេះពួកគេគាំទ្រស៊ិនមីនដែលរឹងរូសដោយធម្មជាតិហើយតែងតែប្រឆាំងនឹងស៊ិនលាវម្ចាស់ផ្ទះដូចអ្នកដែលស្ថិតស៊ិនជីវគឺជាក្មេងកំព្រាដែលត្រូវបានស៊ិនលាវទទួលយកមកចិញ្ចឹមដើម្បីអធិដ្ឋានសំពរជ័យដល់ស៊ិនយូគាត់បានចូលផ្ទះនេះនៅអាយុ6ឆ្នាំបន្ទាប់ពីអាយុ14ឆ្នាំគាត់បានក្លាយជាឈីហាងបន្ទាប់ពីឮប្រព័ន្ធនេះរៀបរាប់បែបនេះហើយគេគិតក្នុងចិត្តថាប្រវត្តិគ្រួសាររបស់គាត់និងសៀវ
ស៊ីគឺស្រដៀងគ្នាឈីហាងសុកគេក៏បាននិយាយចេញមកទាំងមិនដឹងខ្លួនថាគាត់គឺជាក្មេងដែលគួរឲ្យអាណិតដែរមានបន្ទាប់ពីឮឈីហាងនិយាយបែបនេះហើយគេក៏ដើរចូលមកនិយាយមកកាន់ឈីហាងថានាងមិនអាចមើលថែខ្លួនឯងបានទេប៉ុន្តែនាងមានពេលដើម្បីអាណិតអ្នកដទៃទៀតឈីហាងលើឈិនមីននិយាយបែបនេះហើយគេក៏និយាយទៅកាន់ប្រព័ន្ធថាមនុស្សនេះដូចសឹងសើមីដែលគេចូលចិត្តមើលងាយខ្ញុំប្រព័ន្ធ NPC របស់ឯងពិតជាចម្លងបុគ្គលិកលក្ខណៈរបស់គេទាំងដងទាំងខ្ជិលពេកហើយភ្លាមនោះសៀវស៊ីបានដើរចូលមកកាន់ពីរនាក់នេះទាំងនិយាយថាលោកពូមីងខាងជួបលោកពូយូរហើយគេក៏បន្តនិយាយទៀតថាមនុស្សដែលនៅក្បែរលោកពូត្រូវតែជាអ្នកស្រីដែលប៉ាទើបតែរៀបការមែនទេគេនិយាយទាំងដើរមកចិត្តឈីហាងក៏ឆ្លើយចំនួនឈិនមីងទៅថាមែនហើយពីមុនខ្ញុំក៏បានជួបអ្នកប្រុសសៀវស៊ីដែរឈីរ៉ាន់ម៉ាន់គិតក្នុងចិត្តថាមានតែខ្ញុំទេដែលអាចទិញសម្លៀកបំពាក់ទំនើបបែបនេះឲ្យសៀវស៊ីនៅលើពិភពលោកអ្នកស្រីលាវបានចូលមកនិយាយទៅកាន់សៀវស៊ីថាសៀវស៊ីបន្ទាប់ពីការស្លាប់ប៉ារបស់ចៅអនាគតនៃទ្រព្យសម្បត្តិរបស់គ្រួសារឈិនអាស្រ័យលើចៅហើយពូឈិនយូក៏បន្តនិយាយថាបងថ្លៃស៊ីនជីបានពង្រីកជើងមេរបស់គាត់បន្ទាប់ពីទៅនៅក្រៅប្រទេសខ្ញុំខ្លាចគាត់លែងខ្វល់ពីទ្រព្យសម្បត្តិគ្រួសារទៀតហើយហេតុអ្វីបានជាពួកយើងគួរបង្ខំគាត់ឲ្យខ្លាចជាបក្សីដែលជាប់ក្នុងទ្រុងនោះស៊ីតបទៅវិញថានិយាយខុសហើយវាជាលក្ខណៈធម្មជាតិសម្រាប់ក្មេងៗក្នុងការទទួលមរតកពីអាជីវកម្មរបស់ប៉ាម៉ាក់ពួកគេពេលនេះខ្ញុំត្រឡប់មកវិញហើយខ្ញុំមិនអាចឲ្យលោកយាយធ្វើការតែម្នាក់ឯងបានទេអ្នកស្រីលាវបានលើកដូច្នេះហើយគាត់សប្បាយចិត្តហើយនិយាយថាក្មេងល្អឲ្យចៅមិនដែលឲ្យយាយហត់នឿយអស់សង្ឃឹមទេចំណែកឯលោកពូយូវ័យបន្ទាប់ពីឮបែបនេះហើយគេក៏មានការស្ងាត់មាត់ឈឹងឈិនមីនបានដើរមកក្បែរឈីហាងវិញទាំងមុខស្រអាប់តែម្ដងដូចមានចំហាយប្រច័ណ្ឌមិនទេឈីហាងមិនគិតក្នុងចិត្តថាគ្រួសារទាំងមូលយកចិត្តទុកដាក់តែលើការប្រយុទ្ធគ្នាប៉ុណ្ណោះមានតែឈិនមីនប៉ុណ្ណោះដែលមិនត្រូវបានប៉ាម៉ាក់របស់គេស្រឡាញ់គួរឲ្យអាណិតភ្លាមនោះសៀវស៊ីបានបន្តនិយាយថាទោះយ៉ាងណាក៏ដោយគេនិយាយចប់ត្រឹមហ្នឹងហើយគេក៏អង្អែលចង្កាមមាត់គេបន្តិចសៀវស៊ីបន្តនិយាយទៀតថាប្រសិនបើលោកយាយចង់ឲ្យខ្ញុំទទួលមរតកនៅទ្រព្យសម្បត្តិរបស់ប៉ានោះម៉ាក់តូចក៏ជាទ្រព្យសម្បត្តិរបស់ប៉ាដែរលោកយាយនឹងប្រគល់នាងឲ្យខ្ញុំដែរទេគេនិយាយទាំងសើចស្រស់អ្នកទាំង3បន្ទាប់ពីឮសៀវស៊ីនិយាយបែបនេះហើយគេក៏មានការតក់ស្លុតជាខ្លាំងឡើងជាងក្អួតទឹកមកនេះនឹងហៅឈាមនឹងហៅទឹកទេយីមែនឈីហានក៏និយាយទៅកាន់សៀវស៊ីថាអ្នកប្រុសនិយាយបែបនេះដោយរបៀបណាហើយឈីហាងនិយាយចាប់ត្រឹមហ្នឹងហើយគេក៏បានគិតបន្តទៀតថាខ្ញុំរួចរាល់សម្រាប់វាខ្ញុំមិនអាចជួយបានទេប៉ុន្តែបង្រៀនគាត់ដូចជាសៀវស៊ីមីនិយាយទៅកាន់សៀវស៊ីថាប្រសិនបើឯងមិនចង់យកទ្រព្យសម្បត្តិគ្រួសារទេគ្រាន់តែនិយាយដូច្នេះកុំធ្វើឲ្យខូចកេរ្តិ៍ឈ្មោះអ្នកដទៃដោយប្រើមនុស្សស្រីជាខែការពារគេនិយាយទាំងចាប់ឈីហាងមកក្រោយខ្លួនអ្នកស្រីហងអ៊ីននិយាយបន្តថាត្រូវហើយបងថ្លៃខ្ញុំគិតថាស៊ីជីក្មេងនេះមិនចង់ទទួលមរតកទ្រព្យសម្បត្តិគ្រួសារនោះទេនោះហើយជាមូលហេតុដែលគាត់និយាយពាក្យដល់អាម៉ាស់បែបនេះក៏បង្ខំគាត់ច្រើនពេកអ្នកស្រីលាវឮបែបនេះហើយគេក៏បាននិយាយទាំងធុញថានិយាយពីអ្នកស្នងមរតកនៅពេលក្រោយចោះសៀវស៊ីបាននិយាយតទៀតថាខ្ញុំគ្រាន់តែនិយាយលេងប៉ុន្តែលោកពូប្រតិកម្មខ្លាំងមែនតែនហ្មងវាអាចថាលោកពូក៏ចាប់អារម្មណ៍នឹងម៉ាក់ចង់របស់ខ្ញុំដែរមែនទេគេនិយាយទាំងចាប់ដៃឈីហាងមកខាងមកក្បែរខ្លួនឈិនមីនបាននិយាយកាន់សៀវស៊ីទាំងចាប់ដៃឈីហាងថាឯងធ្លាប់សិក្សានៅភាគខាងលិចប៉ុន្តែឯងនៅតែមិនអាចកម្ចាត់ក្លិនបែបបុរាណដែលជះមកលើខ្លួនឯងបានទេឯងចង់ឲ្យខ្ញុំចាត់ទុកឯងជាគ្រាប់កាំភ្លើងដល់សម្រាប់ការបំផ្លាស់ប្ដូរដែរទេឈិនមីនិងសៀវស៊ីបានសម្លក់ថ្មីគ្នាទៅវិញទៅមកចំណែកឯឈីហាងវិញអ្នកដែលបានចាប់ដៃខ្លួនទាំងពីរបែបនេះគេមានការតក់ស្លុតជាខ្លាំង
អ្នកស្រីលាវបន្ទាប់ពីឃើញពួកគេទាំងពីរនាក់បានឆ្លោះគ្នាដោយសារឈីហាងបែបនេះអ្នកស្រីលាវបាននិយាយទៅកាន់ឈីមីនវិញថាមិនន័យទេសៀវស៊ីនៅក្មេងឈិនមីនហេតុអ្វីបានជាឯងឆ្លោះគ្នាជាមួយគេឈិនមីនបន្ទាប់ពីឮអ្នកស្រីលាវនិយាយបែបហ្នឹងហើយគេក៏ដើរចាក់ចេញទៅទាំងនិយាយថាកងទ័ពនៅតែមានបញ្ហាដែលត្រូវយកចិត្តទុកដាក់ដូច្នេះខ្ញុំចាក់ចេញមុនហើយអ្នកបម្រើនៅមាត់ទ្វារក៏បាននិយាយថាលោកពូទី2និងមីងទី2សូមអញ្ជើញឈីហាងបន្ទាប់ពីឃើញឈីមីងចាក់ចេញបែបនេះគេក៏បានគិតក្នុងចិត្តថាឈីមីងដូចមនុស្សធម្មតាតែម្នាក់គត់ក្នុងគ្រួសារនេះហេតុអ្វីបានជាគាត់ចាក់ចេញគាត់ត្រឡប់ទៅវិញហើយឬស្រីលាវបាននិយាយទៅកាន់សៀវស៊ីថាសៀវស៊ីជិនមកនេះចៅពិតជាប្រហើនណាស់ចៅបានចេញទៅក្រៅយូរពេកហើយពេលនេះចៅបានជ្រើសរើសទម្លាប់នៃការនិយាយដែលមិនយកចិត្តទុកដាក់របស់ពួកលោកខាងលិចទៅកាន់សារខាងមុខហើយជួយទទួលភ្ញៀវកុំធ្វើខុសទៀតសៀវស៊ីឆ្លើយតបទៅកាន់លោកយាយខ្លួនវិញថាលោកយាយកុំខឹងខ្ញុំនឹងទៅគេនិយាយទាំងបែរមកឈីហាងរួចនិយាយទៅកាន់ឈីហាងថាជួបគ្នាពេលក្រោយម៉ាក់តូចអ្នកស្រីលាវបានមកនិយាយជាមួយឈីហាងទាំងកំហឹងថាប្រហើនមិនអនុវត្តតាមច្បាប់ឈីហាងបន្ទាប់ពីឮអ្នកស្រីលាវថាឲ្យខ្លួនបែបនេះហើយគេក៏មានការហួសចិត្តជាខ្លាំងទាំងគិតថាវាពាក់ព័ន្ធអ្វីជាមួយនឹងខ្ញុំហាអ្នកស្រីលាវបន្តនិយាយទៅកាន់ឈីហាងទៀតថាតាក់ទាញស៊ីនមីនឲ្យបង្ហាញមុខហើយសរសើរសៀវស៊ីឯងពិតជារហ័សណាស់ភ្លាមឈីហាងក៏បានលុតជង្គង់ភ្លាមតែម្ដងអ្នកស្រីលាវបន្តនិយាយទៀតថានាងលុតជង្គង់នៅទីនេះបើគ្មានការបញ្ជារបស់ខ្ញុំទេនាងមិនអាចក្រោកឈរបានទេតែក៏មើលទឹកភ្នែករបស់ឈីហាងយើងនឹងចិត្តស្រក់តែម្ដងណាចាតែក៏មើលក្នុងចិត្តឈីហាងបានគិតថាកូនប្រុសរបស់យាយចាស់ឯងមិនបានការចៅប្រុសរបស់យាយចាស់ឯងមិនស្ដាប់បង្គាប់ឆ្លុះបញ្ចាំងពីខ្លួនយាយចាស់ឯងត្រូវធ្វើបាបខ្ញុំយ៉ាងណាទៀតភ្នែកម្ខាងណារបស់យាយឯងឃើញខ្ញុំលបងពួកគេហាអ្នកស្រីលាវបានចាក់ចេញពីបន្ទប់រក្សាសាកសពរបស់កូនរបស់គាត់ទាំងអ្នកបម្រើរបស់គាត់ទៅនៅចាអស់រយៈពេលជាច្រើនមកនៅឯបន្ទប់រក្សាសាកសពមានភាពស្ងាត់ជ្រងំដូចចោរលួចសេះឈីហាងបាននិយាយតែម្នាក់ឯងថាការថតចម្លងប្រភេទនេះជាអ្វីខ្ញុំគួររកឲ្យឃើញដើម្បីជួយខ្ញុំឲ្យរួចខ្លួនគេនិយាយចប់ត្រឹមនឹងហើយគេក៏បែរទៅឆ្វេងទៅស្ដាំថាតើនៅទីនេះមានមនុស្សដែរឬអត់ឈីហាងបន្ទាប់ពីអត់ឃើញមនុស្សដែលនៅកន្លែងនេះហើយគេក៏បាននិយាយថាយប់ងងឹតហើយខ្យល់គ្មានអ្នកណានៅជុំវិញនេះទេល្អណាស់ឈីហាងក៏បន្តនិយាយម្នាក់ឯងទៀតថា NPC ពីរផ្សេងទៀតជាមិត្តរួមបន្ទប់របស់ខ្ញុំគេនិយាយទាំងយកដៃគេទៅបើកក្តារមឈូសខ្ញុំត្រូវតែបញ្ជាក់អ្នកនៅខាងក្នុងនេះសុំទោសគេនិយាយមិនដែលខំប្រឹងរុញក្តារមឈូសបណ្ដាលនៅពេលក្តារមឈូសរបើកហើយគេក៏បញ្ចេញឲ្យឃើញមនុស្សម្នាក់ដែលដេកនៅក្នុងនោះដែលមានឈ្មោះថាអីគេនោះខ្ញុំភ្លេចបើឈីហាងបន្ទាប់ពីឃើញមនុស្សដែលនៅក្នុងនោះដែលជាមិត្តរួមបន្ទប់ខ្លួនបែបនេះគេក៏មានការភ្ញាក់ផ្អើលហើយនិយាយថាខាងយូរទៅគេនិយាយទាំងគេក៏រឹងតែម្ដងឈីហាងក៏គិតទៀតថាខ្ញុំមិនបានគិតថាសំបីតែប្រធានថ្នាក់មិនត្រូវបានប្រពន្ធរក្សាទុកប៉ុន្តែប្រសិនបើឈិនយូក៏ជាចំនួនគោលដៅផងដែរអាចថាគាត់មិនស្លាប់ទេឈីហាងក៏បន្តគិតទៀតថាអ្វីត្បិតតែគ្មានដង្ហើមចេញក៏ដោយបើប្រៀបធៀបទៅនឹងសាកសពអារម្មណ៍របស់ឈិនយូបង្ហាញរាងដូចម៉ូទ័រក្នុងថ្នាក់ស្រដៀងនឹងសម្រស់ដែលកំពុងដេកក្នុងមឈូសគ្រឹះស្ថានគេគិតចប់ហើយគេក៏យកដៃរបស់គេទៅចុចលើស្ពស់របស់ឈិនយូឈីហាងយកដៃគេទៅចុចលើថ្ពាល់របស់ឈិនយូរួចហើយគេក៏បានគិតថាស្លាប់យ៉ាងអាណោចអាថងពិតជាគួរឲ្យអាណិតខ្លាំងណាស់គេគិតចាប់ត្រឹមនឹងហើយគេក៏បានទាញក្តារមកគ្របវិញឈីហាងបន្ទាប់ពីគ្របក្តារមកឈូសនឹងរួចហើយគេក៏បានអង្គុយចុះហើយនិយាយថាឆ្កួតណាស់វាពិតជាឈឺណាស់របួសនឹងការរងរបួស2ថ្ងៃមុនរានបន្តរអ៊ូរងើថាលើសពីនេះទៅទៀតលោកជង្គង់រាល់ថ្ងៃគ្មានអាហារញ៉ាំគ្មានទឹកផឹក
ភ្លាមៗជីហាន់បានហៅប្រពន្ធមកហើយប្រពន្ធនោះក៏បានលេចឡើងហើយនិយាយថានៅលើការធ្វើដំណើរអាជីវកម្មសូមព្យាយាមម្ដងទៀតនៅពេលក្រោយជីរ៉ានបន្ទាប់ពីឮប្រពន្ធនេះនិយាយបែបហ្នឹងហើយគេក៏មានការខឹងជាខ្លាំងគេនិយាយទាំងអង្រួនក្តាមមកឈូសថាឯងអាចដឹងទេថាកំពុងធ្វើដំណើរអាជីវកម្មដោយរបៀបណាការប្រឈមមុខនឹងការលំបាកកម្រិតនរកនៅពេលចាប់ផ្ដើមហើយរងរបួសដោយគ្មានប្រយោជន៍ដូចជាថ្នាំសម្លាប់មេរោគអញ្ចឹងមិនផ្ដល់ឱកាសឲ្យខ្ញុំរស់ទេនោះខ្ញុំនឹងឈានដល់ផ្លូវស្លាប់ហើយភ្លាមៗនោះមានស្រមោលដៃមួយបានចាប់ថ្ងារបស់ឈីហាងយើងនឹងធ្វើឲ្យឈីហាងមានចការភ្ញាក់ហើយបើកថ្មីធំរួចគិតថាវាដូចជាមានអ្វីមួយកំពុងរារាំងខ្ញុំឈីហាងក៏បន្តទៀតថាហេតុអ្វីភ្លាមគេនិយាយទាំងយកដៃស្ទាបថ្ងាសក្បាលរបស់គេងងុយដេកណាស់ភ្លាមនោះគេក៏បានដេកលក់ទៅភ្លាមនោះក៏មានផ្សែងមួយបានចូលមកហើយក៏មានដៃមួយបានចាប់កាន់បីឈីហាងឲ្យដេកបានស្រួលបួរនេះដែលបានកាន់ឈីហាងយើងនឹងគឺជាឈិនយូយើងនឹងឯងឈិនយូបានយកដៃគេទៅប៉ះស្នាមរបួសរបស់ឈីហាងរួចហើយគេក៏យកមុខគេទៅខិតជាតិជង្គង់ដែលមានរបួសរបស់ឈីហាងឈិនយូបាននិយាយទៅកាន់ឈីហាងថាលំបាកហើយសៀវហាង